ហេតុតែលោកនឹងបុណ្យស័ក្តិសុខចិត្តសម្រាប់ជាតិឯងនេះគឺជាពាក្យបញ្ចុងក្រោយរបស់អាចារ្យស្វាគឺបន្ទាប់ពីគេបានបាញ់គាត់ទម្លាក់ពីលើធនំវិហារនៃវត្តប្រធានតើអាចារ្យស្វាគឺជានរណាហើយគាត់មានស្នាដៃអ្វីខ្លះហើយគាត់បានធ្វើអ្វីខ្លះនៅក្នុងប្រទេសជាតិអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងនាំពុកម៉ែបងប្អូនទៅស្វែងយល់និងស្គាល់អំពីបុគ្គលមួយរូបនេះថាតើគាត់មានប្រវត្តិបែបណាហើយគាត់បានបំពេញភារកិច្ចនិងធ្វើកិច្ចការអ្វីខ្លះដែលអាចធ្វើឲ្យកូនចៅជំនាន់ក្រោយបានស្វែងយល់និងសិក្សាស្រាវជ្រាវរហូតមកដល់បច្ចុប្បន្នបើជាការពិតណាស់ក្នុងនាមយើងជាកូនខ្មែរម្នាក់យើងមិនគួររំលងទេអំពីវីរជននៃឆ្នើមក៏ដូចជាវីរជននៅក្នុងប្រវត្តិសាស្ត្រដែលបានធ្វើបូរណភាពទឹកដីក៏ដូចជាបានជួយការពារទឹកដីស្នេហាជាតិឬក៏មានគុណតម្លៃផ្សេងៗក្នុងបព្វហេតុជាតិយើងតាមសៀវភៅរបស់លោកស៊ូចម្រើនដែលបានបោះពុម្ពនៅក្នុងឆ្នាំ1968លោកបានបញ្ជាក់ក៏ដូចជាសរសេរអំពីពត៌រូបសង្ខេបនិងសកម្មភាពការងារផ្សេងៗរបស់អាចារ្យស្វាបាទជាការពិតណាស់ជីស្វាឬក៏អាចារ្យស្វានេះដើមឡើយគាត់គឺជាបាវព្រាហ្មណ៍ម្នាក់នៅក្នុងផ្ទះអ្នកដែលមានទូនាទីធ្វើការនៅក្នុងរាជវាំងម្នាក់ឈ្មោះថាវិជ័យសុខដែលមានភរិយាគឺលោកស្រីសុខអាចារ្យស្វានេះគឺជាមនុស្សឧស្សាហ៍ព្យាយាមហើយតែងតែធ្វើឲ្យចៅហ្វាយនាយពេញចិត្តនិងស្រឡាញ់ព្រោះគាត់មានភាពឧស្សាហ៍ព្យាយាមហើយនឹងបានជួយការងារជាច្រើននៅក្នុងផ្ទះរបស់ចៅហ្វាយនាយជារឿយៗលោកវិជ័យសុខនិងភរិយារបស់គាត់គឺមានចិត្តស្រឡាញ់ទៅលើអាចារ្យស្វាខ្លាំងណាស់ដោយសារតែគាត់បានមើលថែទ្រព្យសម្បត្តិក៏ដូចជាជួយការពារនៅក្នុងផ្ទះសម្បែងបានយ៉ាងល្អផងដែរអាចារ្យស្វានេះគឺជាមនុស្សរស់រាយណាស់ហើយគាត់តែងតែមានការជឿឆ្អាលទៅដល់ប្រជាជនដែលរស់នៅក្នុងភូមិស្រុកជាមួយគ្នាហើយគាត់តែងតែមានការប្រស្រ័យទាក់ទងជាមួយនឹងអ្នកភូមិបានល្អផងដែរក្រៅពីនេះគាត់ក៏ជាមនុស្សដែលមានគំនិតជាតិនិយមមានគំនិតស្នេហាជាតិដែលឲ្យតែមានដំណឹងថាមានការឈ្លានពានទឹកដីក៏ដូចជាមានការក្បត់ជាតិផ្សេងៗគាត់តែងតែចាប់អារម្មណ៍និងសួរសំណួរផ្សេងៗថ្ងៃមួយអាចារ្យស្វាបានជួបជាមួយនឹងបុរសម្នាក់ដែលបានធ្វើដំណើរមកពីស្រុកព្រាំងហើយបុរសនោះបានប្រាប់អាចារ្យស្វាថានៅស្រុកទាំងនៅពេលនេះកំពុងតែកើតកលាហលជ្រួលច្បល់ខ្លាំងណាស់ដោយសារតែមានកងទ័ពយួនចូលមកឈ្លានពាននិងបានធ្វើបាបដល់ប្រជាជនយ៉ាងពុនប្រមាណបន្ទាប់ពីបានដឹងនូវព័ត៌មាននេះអាចារ្យស្វាហាក់បីដូចជារស់នៅមិនសុខមិនសល់ឡើយក្នុងចិត្តតែងតែគិតថាហេតុអ្វីបានជាជនជាតិយួននេះចូលមកឈ្លានពាននៅលើទឹកដីខ្មែរម្ដងហើយម្ដងទៀតហើយតែងតែធ្វើបាបប្រជាជនខ្មែរយ៉ាងពុនប្រមាណមួយរយៈពេលក្រោយមកអាចារ្យស្វាបានគិតទៅដល់ចលនាមួយដែលបានកើតឡើងនៅឯស្រុកទ្រាំងគឺចលនារបស់ស៊ូគាកៅដែលជាជនម្នាក់ដែលហ៊ានតតាំងនឹងប្រឆាំងជាមួយនឹងកងទ័ពយួននឹកឃើញដល់ចំណុចនេះអាចារ្យស្វាបានសម្រេចចិត្តថាខ្លួនពិតជាមិនអាចបន្តរស់នៅជាមួយចៅហ្វាយនាយបានទៀតទេហើយក៏បានចាកចេញពីផ្ទះរបស់ចៅហ្វាយនាយដោយមិនបានលាសំបីតែមួយម៉ាត់អាចារ្យស្វាបានធ្វើដំណើរទៅកាន់ស្រុកបាភ្នំហើយក៏បន្តទៅដល់ខេត្តមាត់ជ្រូកហើយក៏បន្តដំណើររហូតមកដល់ស្រុកទ្រាំងលុះមកដល់ស្រុកទ្រាំងហើយអាចារ្យស្វាបានជួបជាមួយនឹងបុរសម្នាក់ឈ្មោះមុំហើយអាចារ្យស្វាបានប្រាប់លោកមុំនោះថាខ្លួនមានឈ្មោះថាភឹមដែលជាបុត្រារបស់អង្គម្ចាស់អឹមបុរសឈ្មោះមុំនោះពិតជាជឿទៅលើអាចារ្យស្វាដោយមិនមានការសង្ស័យឡើយហើយក៏បាននាំអាចារ្យស្វាទៅដល់ផ្ទះស៊ូគាកៅតែម្ដងបន្ទាប់ពីបានជួបជាមួយនឹងស៊ូគាកៅអាចារ្យស្វានិងស៊ូគាកៅហាក់បីដូចជាត្រូវរើគ្នាណាពួកគេបានជជែកគ្នាអំពីប្រទេសជាតិនិងចលនាបះបោរផ្សេងៗតាក់ទងជាមួយនឹងការទប់ទល់ជាមួយនឹងការឈ្លានពាននៃកងទ័ពយួនបន្ទាប់ពីស៊ូគាកៅបានជឿទៅលើអាចារ្យស្វាហើយថាអាចារ្យស្វាពិតជាអ្នកអង្គម្ចាស់ភឹមពិតប្រាកដមែនពួកគេទាំងពីរបានចាប់ផ្ដើមផ្សព្វផ្សាយនិងប្រកាសដល់ប្រជារាស្ត្រឲ្យមកចុះចូលនឹងកែនបានចំនួនយ៉ាងច្រើនក៏ដូចជាមានទាំងស្បៀងទាំងអាវុធយុទ្ធភ័ណ្ឌផងដែរមិនយូរប៉ុន្មានអាចារ្យស្វាក៏បានឡើងជាធំនិងក្លាយជាមេគេហើយមានអ្នកមកចូលរួមនឹងបានចុះចូលកាន់តែច្រើនឡើងរហូតធ្វើឲ្យទ័ពរបស់អាចារ្យស្វាកាន់តែមានចំនួនច្រើនយ៉ាងសន្ធឹកបន្ទាប់ពីទទួលបាននៅកងទ័ពយ៉ាងច្រើនបែបនេះហើយអាចារ្យស្វាក៏ចាប់ផ្ដើមចេញប្រយុទ្ធតតាំងជាមួយនឹងកងទ័ពយួនដែលចូលមកឈ្លានពានហើយនៅពេលនេះកងទ័ពអាចារ្យស្វាពិតជាអង្គអាចក្លាហានណាស់
ម្នាក់សុទ្ធតែមានកម្លាំងខ្លាំងហើយនឹងមានមន្តអាគមការពារខ្លួនបានទៀតផងធ្វើឲ្យកងទ័ពយួនមិនអាចទប់ទល់បានក៏ចាប់ផ្ដើមដកឃ្លានិងថយទៅកាន់ប្រទេសយួនវិញអស់អាចារ្យស្វាបានពង្រីកអំណាចរបស់ខ្លួននៅស្រុកទ្រាំងកាន់តែធំឡើងហើយកេណ្ឌប្រជាជននិងប្រជារាស្ត្របានចូលរួមយ៉ាងច្រើនបន្ថែមទៀតមិនត្រឹមតែប៉ុណ្ណោះសូម្បីតែជនជាតិយួនផ្ទាល់ក៏ខ្លោបខ្លាចនឹងអំណាចរបស់អាចារ្យស្វាហើយបានចុះចូលជាច្រើនអាណត្តិផងដែរអាចារ្យស្វាបានឈោកយ៉ាងរឹងមាំនៅក្នុងស្រុកទ្រាំងរហូតលាតសន្ធឹងរហូតទៅដល់ខេត្តមាត់ជ្រូកទៀតផងទ័ពអាចារ្យស្វាពិតជាមានវិន័យខ្លាំងណាស់ពីព្រោះអាចារ្យស្វាបានណែនាំឲ្យកងទ័ពមានការស្រឡាញ់ប្រជាជននិងចេះជួយយកអាសាគ្នានិងធ្វើយ៉ាងណាឲ្យរស់នៅបានសុខសាន្តនៅក្នុងប្រទេសជាតិរបស់ខ្លួននេះអាចារ្យស្វាបានចាប់ផ្ដើមរើសទីតាំងមួយនៅឯកោះព្រីងហើយបានសាងសង់នៅបន្ទាយមួយហៅថាបន្ទាយស្នោហើយខ្លួនក៏បានរស់នៅទីនោះហើយក៏បានកេណ្ឌកងទ័ពបន្ថែមទៀតផងដែរការឈរជើងនៅស្រុកទ្រាំងនេះធ្វើឲ្យជនជាតិយួនមិនមានហ៊ានចូលដីខ្មែរសូម្បីតែមួយចង្អាមឡើយដោយសារតែខ្លាចលទ្ធិដេជះរបស់អាចារ្យស្វានិងកងទ័ពហើយកងទ័ពអាចារ្យស្វានេះបានពង្រីកគេបានដឹងគ្រប់គ្នាថាអាចារ្យស្វានេះគឺមានលទ្ធិដេជះខ្លាំងពូកែណាស់ដោយសារតែអាចារ្យស្វាមានមន្តអាគមនិងមានគ្រូហើយនឹងមានវត្ថុវេទមន្តដែលចាំជួយការពារផងដែរក្រោយមកព្រះរាជាបានចាត់មេទ័ពម្នាក់ឈ្មោះអុកញ៉ាចក្រីកែបឲ្យទៅគ្រប់គ្រងនៅស្រុកទ្រាំងហើយនៅពេលនោះអុកញ៉ាចក្រីកែបបានលើកទ័ពមួយចំនួនចេញពីរាជធានីឧដុង្គហើយបានបន្តរហូតទៅដល់ឯស្រុកទ្រាំងក្នុងការនេះដែរអាចារ្យស្វាគិតថាទ័ពលួងនឹងលើកមកកម្ចាត់ទ័ពរបស់ខ្លួនអាចារ្យស្វាក៏បានត្រៀមខ្លួនជាមុនយ៉ាងស្រេចហើយបានត្រៀមកងទ័ពជាច្រើនដើម្បីចាំត្រៀមប្រយុទ្ធតតាំងជាមួយនឹងទ័ពអុកញ៉ាចក្រីកែបមិនយូរប៉ុន្មានកងទ័ពទាំងពីរបានប៉ះទង្គិចគ្នានៅឯស្រុកទ្រាំងហើយការប្រយុទ្ធបានចាប់ផ្ដើមបង្ហូរឈាមយ៉ាងសាហាវឃោឃៅផងដែរដំបូងឡើយទ័ពរបស់អាចារ្យស្វាហាក់បីដូចជាចាញ់ព្រាបបន្តិចទៅលើទ័ពរបស់អុកញ៉ាចក្រីកែបហើយក៏បានដកទ័ពរហូតទៅដល់បន្ទាយស្នោនៅពេលនោះកងទ័ពរបស់អុកញ៉ាចក្រីកែបក៏បានបន្តចូលទៅកាន់តែជ្រៅទៅរហូតទាល់តែប្រជាជននិងប្រជារាស្ត្រនៅឯស្រុកទ្រាំងបានរួមគ្នាជាមួយនឹងទ័ពអាចារ្យស្វាហើយបានធ្វើការប្រយុទ្ធយ៉ាងខ្លាំងក្លានៅទីនោះទីបំផុតទ័ពរបស់អុកញ៉ាចក្រីកែបក៏បានបរាជ័យក្រោមស្នាដៃរបស់កងទ័ពអាចារ្យស្វានិងប្រជារាស្ត្រដែលបានចូលរួមចលនាជាមួយគ្នាយ៉ាងផុសផុលនៅក្នុងសង្គ្រាមនេះដែរអុកញ៉ាចក្រីកែបក៏បានបាត់បង់ជីវិតនៅក្នុងសង្គ្រាមនេះតែម្ដងក្រោយពីមេទ័ពអុកញ៉ាចក្រីកែបទទួលពលីនៅក្នុងសមរភូមិព្រះរាជាពិតជាមានការខឹងខ្លាំងណាស់ហើយក៏បានចាត់បញ្ជាឲ្យមេទ័ពចំនួន3រូបចេញទ័ពទាំងផ្លូវទឹកនិងផ្លូវគោកដើម្បីទៅប្រយុទ្ធជាមួយនឹងទ័ពអាចារ្យស្វាព្រះរាជាបានចេញបញ្ជាឲ្យអុកញ៉ាក្រឡាហោមប៉ាងដឹកនាំទ័ពជើងគោកហើយនឹងបញ្ជាឲ្យអុកញ៉ាប៉ែនដឹកនាំទ័ពជើងទឹកដើម្បីចូលទៅប្រយុទ្ធជាមួយនឹងទ័ពអាចារ្យស្វាបន្ទាប់ពីបានធ្វើសង្គ្រាមឈ្នះទ័ពរបស់អុកញ៉ាចក្រីកែបទ័ពរបស់អាចារ្យស្វាហាក់បីដូចជាមានអំនួតនៅក្នុងខ្លួនណាស់ម្នាក់តែងតែគិតថាទ័ពរបស់ខ្លួនគ្មានគូសត្រូវឡើយដោយក្នុងនោះរាប់បញ្ចូលទាំងទ័ពលួងនិងទ័ពយួនផងដែរនៅក្នុងជួរទ័ពរបស់អាចារ្យស្វាមានមនុស្សចំណិតជាច្រើនអ្នកដូចជាស្នងសិទ្ធសេនាដូងសេនាមុំគេហៅថាសេនាដងចបនិងស៊ូគីកៅលុះចំណេរការក្រោយមកស្នងសិទ្ធបានដឹងថាអាចារ្យស្វានេះមិនមែនជាព្រះអង្គម្ចាស់ភឹមឡើយដូច្នេះខ្លួនក៏មានគំនិតចង់ចុះចូលជាមួយនឹងទ័ពលួងវិញហើយក៏បានរៀបល្បិចមកជួបជាមួយនឹងអុកញ៉ាក្រឡាហោមប៉ាងអុកញ៉ាក្រឡាហោមប៉ាងបានបញ្ជាឲ្យស្នងសិទ្ធធ្វើជាអ្នកស៊ើបការពិសេសនៅក្នុងជួរទ័ពរបស់អាចារ្យស្វាហើយនឹងបានបញ្ជូនចារនារីចំនួន5នាក់ចូលទៅក្នុងទ័ពអាចារ្យស្វាផងដែរ
ចារនារីទាំង5រូបនេះគឺពិតជាមានសម្រស់ស្រស់ស្អាតណាស់ហើយពួកនាងបានទៅលួងលោមអាចារ្យស្វានិងបង្វក់អាចារ្យស្វាដើម្បីឲ្យអាចារ្យស្វាភ្លេចខ្លួននិងលួចយកនៅវត្ថុស័ក្តិសិទ្ធិផ្សេងៗរបស់អាចារ្យស្វាយកទៅបោះចោលនៅក្នុងបង្គន់អាចារ្យស្វានៅពេលដឹងខ្លួនថាខ្លួនចាញ់បោកគេហើយវត្ថុស័ក្តិសិទ្ធិរបស់ខ្លួនក៏បានបាត់បង់អស់ទៀតអាចារ្យស្វាបានកើតការសង្ស័យទៅលើស្នងសិទ្ធិនិងចារនារីទាំង5រូបហើយអាចារ្យស្វាក៏បានបញ្ជាឲ្យកងទ័ពតាមចាប់នារីទាំង5រូបនោះយកមកដាក់ទោសប៉ុន្តែទោះបីជាយ៉ាងណានារីទាំង5រូបនោះបានធ្វើដំណើរទៅដល់ទ័ពរបស់អុកញ៉ាចក្រីប៉ាងបាត់ទៅហើយនៅពេលដឹងថាខ្លួនបាត់បង់នៅវត្ថុស័ក្តិសិទ្ធិដើម្បីការពារខ្លួនក៏ដូចជាមន្តអាគមរបស់ខ្លួនសាបរលាបអស់អាចារ្យស្វាមិនដឹងថារកវិធីណាទប់ទល់ជាមួយនឹងកងទ័ពរបស់អុកញ៉ាប៉ែននិងអុកញ៉ាប៉ាងដែលលើកមកយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះទេលុះដឹងខ្លួនថាមិនអាចទប់ទល់ជាមួយនឹងកងទ័ពជើងគោកនិងជើងទឹករបស់លួងដែលមានជំនួយពីកងទ័ពបារាំងផងដែរនោះអាចារ្យស្វាបាននាំកងទ័ពដកចេញពីទ្រាំងរហូតទៅដល់ឈរជើងនៅឯបន្ទាយស្នោទ័ពរបស់អុកញ៉ាប៉ាងនិងអុកញ៉ាប៉ែនបានលើកមកដេញតាមប្រហារពីក្រោយតាមកងទ័ពរបស់អាចារ្យស្វាប្រគៀកប្រកិតប៉ុន្តែដោយសារតែនៅក្នុងតំបន់នោះជាភូមិសាស្ត្ររបស់អាចារ្យស្វាទើបទ័ពរបស់អុកញ៉ាប៉ែនមិនអាចបន្តដំណើរទៅមុខទៀតបានហើយពួកគាត់ក៏បានដកទ័ពមកទ្រាំងវិញហើយឈរជើងនៅទីនោះហើយក្នុងពេលនោះដែរអុកញ៉ាប៉ាងបានចាត់មេទ័ព2នាក់ម្នាក់ឈ្មោះអង្សាសោមនិងទី2ឈ្មោះពិតភក្តីអ៊ីឲ្យលើកងទ័ពចំនួន1កងដេញតាមប្រហារបន្តទៀតបន្ទាប់ពីបានជោគជ័យទៅលើការប្រហារទៅលើទ័ពរបស់អាចារ្យស្វារួចហើយទ័ពរបស់អុកញ៉ាប៉ាងនិងប៉ែនបានធ្វើដំណើរត្រឡប់មករាជធានីឧដុង្គវិញដោយទុកតែកងទ័ពមួយកងរបស់អន្តាសោមនិងភក្តីពិតអ៊ីតែប៉ុណ្ណោះដែលឲ្យឈរជើងនៅឯបន្ទាយនៃស្រុកទ្រាំងចំណែកអង្សាសោមនិងពិតភក្តីអ៊ីនេះនៅពេលដែលដេញតាមទ័ពរបស់អាចារ្យស្វាមិនទាន់ក៏បានត្រឡប់មកស្រុកទ្រាំងវិញហើយឈរជើងនៅទីនោះការឈរជើងនៅស្រុកទ្រាំងនេះពួកគេទាំងពីរគឺជាមនុស្សមិនល្អទេបានចាប់ផ្ដើមធ្វើបាបប្រជារាស្ត្រដោយចោទថាប្រជារាស្ត្រនៅស្រុកទ្រាំងនេះសុទ្ធតែជាដៃជើងរបស់អាចារ្យស្វាសុទ្ធតែជាមនុស្សលក់ក្បាលឲ្យអាចារ្យស្វាសុទ្ធតែជាមនុស្សក្បត់ជាតិដូច្នេះពួកគេទាំងពីរបានបញ្ជាឲ្យកងទ័ពចូលរឹបអូសយកទ្រព្យសម្បត្តិនិងចាប់កូនក្រមុំនិងប្រពន្ធគេធ្វើឲ្យអ្នកភូមិនៅទីនោះកើតក្តីកោតក្តៅក្រហាយនិងប្រឆាំងយ៉ាងច្រើនជាមួយនឹងកងទ័ពរបស់ពួកគេទាំងពីរហើយប្រជាជនបានប្រមូលគ្នាជាច្រើននិងប្រយុទ្ធប្រឆាំងរហូតសម្លាប់បានមនុស្សមួយចំនួនដែលធ្វើឲ្យកងទ័ពរបស់អ្នកទាំងពីរសោមនិងអ៊ីនេះដកខ្លួនអ្នកខ្លះក៏ស្លាប់អ្នកខ្លះក៏របួសហើយនឹងរត់ត្រឡប់មកកាន់រាជធានីឧដុង្គវិញកងទ័ពអាចារ្យស្វាបានធ្វើដំណើរមកដល់ស្រុកស្វាយតងហើយបោះបន្ទាយនៅនឹងភ្នំជ្រុះពកបន្ទាប់មកអាចារ្យស្វាមានគំនិតថានឹងចង់សម្លាប់ចៅហ្វាយស្រុកម្នាក់ឈ្មោះថាអុកញ៉ាប៉ុកដែលទើបតែមកកាន់តំណែងនៅឯស្រុកបាទីខាងត្បូងគំនិតដែលចង់សម្លាប់ចៅហ្វាយស្រុកនៅបាទីខាងត្បូងនេះបានបែកធ្លាយរហូតមកដល់រាជវាំងឧដុង្គព្រះរាជាបានដឹងនៅដំណឹងនេះក៏មានសេចក្តីក្រោធខ្លាំងណាស់ហើយពេលនោះព្រះរាជាបានចេញជាសេចក្តីប្រកាសមួយថ្លែងថាឲ្យតាមចាប់ខ្លួនអាចារ្យស្វាហើយបើចាប់បានឬក៏សម្លាប់នឹងតែងតាំងអ្នកដែលចាប់បាននិងសម្លាប់នោះថ្វាយជាចៅហ្វាយស្រុកហើយប្រកាសនេះបានយកមកបិទពាសពេញនៃស្រុកទ្រាំងនិងស្រុកដែលនៅជាប់នឹងស្រុកទ្រាំងនេះផងដែរហើយប្រជារាស្ត្រទាំងអស់សុទ្ធតែបានដឹងអំពីប្រកាសនេះហើយគ្រប់គ្នាតែងតែគិតថាគ្រប់គ្នានឹងចូលរួមជាមួយនឹងទ័ពលួងដើម្បីតាមចាប់អាចារ្យស្វាឯអ្នកខ្លះគិតថានេះជាឱកាសល្អហើយនៅពេលដែលចាប់អាចារ្យស្វាបានខ្លួននឹងក្លាយទៅជាចៅហ្វាយស្រុកហើយមានអំណាចមួយចំនួនគិតថានេះជាផលប្រយោជន៍យ៉ាងសំខាន់ខ្លាំងណាស់ពីព្រោះអាចារ្យស្វាគឺជាមនុស្សក្បត់ជាតិហើយចង់ធ្វើសង្គ្រាមជាមួយនឹងព្រះមហាក្សត្រនិងចង់ដណ្ដើមរាជ្យទៀតផងចំណែកអាចារ្យស្វាវិញបានដឹងនៅព័ត៌មាននេះខ្លួនមិនអាចឈរនៅទីតាំងមុនបានទេហើយក៏ប្រមូលបពួកនិងសេនាដូងដើម្បីពិភាក្សាគ្នាអាចារ្យស្វាបានបញ្ជាឲ្យសេនាដូង
ទៅជួបជាមួយនឹងបរិះចំណាស់ម្នាក់ឈ្មោះប៊ូដែលមានឥទ្ធិពលខ្លាំងនៅក្នុងស្រុកស្វាយតងហើយបរិះម្នាក់នេះបើសិនជាបានចោះចូលជាមួយនឹងអាចារ្យស្វាច្បាស់ជានឹងអាចកេណ្ឌប្រជារាស្ត្រចូលបម្រើកងទ័ពអាចារ្យស្វាបានជាមិនខានឡើយបរិះប៊ូក៏បានទៅជួបជាមួយនឹងអាចារ្យស្វាប៉ុន្តែការទៅជួបរបស់បរិះប៊ូនេះមិនបានគិតថាទៅជួយអាចារ្យស្វាទេប៉ុន្តែបែរជាមានគំនិតថានឹងចង់ចាប់អាចារ្យស្វាឲ្យទ័ពហើយខ្លួនបានបនស័កជាចៅហ្វាយស្រុកតែប៉ុណ្ណោះចំណែកអាចារ្យស្វាវិញមិនបានពីពុទ្ធបុត្ររបស់បរិះឈ្មោះប៊ូឡើយដោយខ្លួនគិតថាបរិះប៊ូនេះពិតជាមកចោះចូលដោយសុទ្ធចិត្តមែនហើយអាចារ្យស្វាបានសន្យាថានឹងលើកបរិះប៊ូនេះបើកាលណាជោគជ័យនឹងលើកបរិះនេះធ្វើជាមេទ័ពនិងអ្នកមានមុខមាត់នៅក្នុងទ័ពរបស់អាចារ្យស្វាចំណែកបរិះប៊ូចេះតែសន្យាហើយនឹងឆ្លើយយល់ព្រមតែប៉ុណ្ណោះបន្ទាប់ពីចេញផុតពីបន្ទាយរបស់អាចារ្យស្វាបរិះប៊ូបានទៅស្កាត់ជួបជាមួយនឹងមិត្តខ្លើម្នាក់ឈ្មោះថាយិនដែលអ្នកទាំងពីរនេះគឺជាសម្លាញ់នឹងគ្នាហើយមានការរាប់អានគ្នានិងមានការពិភាក្សាគ្នាដើម្បីរកវិធីថាយ៉ាងណាសម្រាប់អាចារ្យស្វាឲ្យបានពីព្រោះបរិះឈ្មោះយិននេះមានកំភ្លើងដែលរក្សាទុកនៅឯផ្ទះរបស់ខ្លួនបរិះប៊ូនិងយិនបានទៅបបួលគ្នាបានចំនួនជាច្រើនអ្នកផងដែរដើម្បីតាមចាប់ខ្លួនអាចារ្យស្វាហើយបានសន្យាគ្នាថានឹងចែកលាភសក្ការៈនិងយុស័ក្តិស្មើគ្នាចំណែកអាចារ្យស្វាវិញដឹងថាខ្លួនអស់លក្ខហើយដោយសារតែវត្ថុស័ក្តិសិទ្ធិក៏បាត់បង់ហើយកងទ័ពក៏ចេះតែតិចទៅនិងមានមនុស្សមួយចំនួនរត់ចាកចេញពីខ្លួនផងដែរនិងមានអ្នកខ្លះក៏ក្បត់ទៅចូលរួមជាមួយនឹងទ័ពលួងទៅវិញនៅពេលដែលបានដឹងថាអាចារ្យស្វាកំពុងតែជួបនៅក្តីលំបាកបែបនេះកងទ័ពយួនដែលធ្លាប់តែខ្លោបខ្លាចនឹងឫទ្ធិអំណាចរបស់ទ័ពអាចារ្យស្វាក៏មានសេចក្តីត្រេកអរខ្លាំងណាស់ពួកគេក៏ចាប់ផ្ដើមឈ្លានពានមកលើស្រុកទ្រាំងនិងស្រុកផ្សេងដែលនៅជាប់នោះបន្តទៀតហើយពួកគេក៏បានលើកទ័ពស្រួចមួយកងធំដែលតម្រង់ចូលមកបន្ទាយនៃភ្នំពកដែលអាចារ្យស្វាកំពុងតែតាំងនៅអាចារ្យស្វាបានដឹងរឿងនេះក៏បាននាំគ្នាចំនួនគ្នាដែលនៅសេសសល់រត់ចូលទៅក្នុងរូងនៃបន្ទាយនៅពេលនោះតែម្ដងទ័ពយួនបានដេញប្រកិតប៉ុន្តែมันអាចរកឃើញនៅទ័ពរបស់អាចារ្យស្វាឡើយដោយគិតថាអាចារ្យស្វានេះពិតជាមានយុទ្ធសាស្ត្រខ្លាំងពូកែដែលអាចបំបាំងទ័ពនិងខ្លួនឲ្យมันអាចឲ្យពួកទ័ពយួនតាមចាប់ខ្លួនបានអាចារ្យស្វាបានចូលក្នុងរូងភ្នំហើយក្នុងចិត្តតែងតែគិតថាសង្ឃឹមថាទ័ពរបស់តាប៊ូមកទាន់និងបានជួយប្រយុទ្ធជាមួយនឹងកងទ័ពយួនលុះចេញពីរូងភ្នំចេញមកខាងក្រៅក៏ប្រទះជាមួយនឹងទ័ពយួនតែម្ដងហើយទ័ពទាំងសងខាងក៏ចាប់ផ្ដើមប្រយុទ្ធគ្នាយ៉ាងសាហាវនៅពេលនោះទ័ពអាចារ្យស្វាមិនអាចទប់ទល់ជាមួយនឹងកងទ័ពយួនដ៏ច្រើនបានទេក៏បានចេះតែដកខ្លួនរត់ទៅមុខជាបន្តទៀតលុះរត់បានតែប៉ុន្មានក៏ប្រទះជាមួយនឹងទ័ពរបស់បរិះប៊ូនិងយិនដែលកំពុងតែលើកទ័ពមកតាមនៅពេលនោះអាចារ្យស្វាស្មានថាបរិះប៊ូនិងយិនមកជួយក៏រត់តម្រង់ទៅពួកគេទាំងពីរប៉ុន្តែផ្ទុយទៅវិញបរិះប៊ូនិងយិនបានលើកកំភ្លើងនិងបាញ់តម្រង់មកអាចារ្យស្វាធ្វើឲ្យអាចារ្យស្វាវិលក្បងមិនដឹងថាត្រូវទៅទីណាទៅខាងក្រោយគឺមានទ័ពយួនដេញពីក្រោយហើយបែរជាទៅមុខជួបជាមួយនឹងទ័ពរបស់ប៊ូនិងយិនដែលកំពុងតែតាមបាញ់ខ្លួនផងដែរទ័ពរបស់អាចារ្យស្វាដែលនៅសល់ព្រឹកគ្នាតែប៉ុន្មានអ្នកនោះក៏បានបែកខ្ញែកគ្នាវិលក្បងនៅពេលនោះហើយអាចារ្យស្វាបានរត់ទៅតាមផ្លូវតូចដែលមានតែពីរអ្នកសេនាដូងតែប៉ុណ្ណោះរត់មិនយូរប៉ុន្មានអាចារ្យស្វានិងដូងក៏បានចូលមកដល់វត្តព្រះធាតុពួកគេទាំងពីរបានបែកគ្នានៅក្នុងវត្តព្រះធាតុហើយអាចារ្យស្វាបានរត់ចូលទៅពួននៅក្នុងព្រះវិហារនេះជាពេលវេលាចុងក្រោយរបស់អាចារ្យស្វាមិនអាចពួននៅក្រោយបល្ល័ង្កព្រះបានក៏ចេះតែវាឡើងតាមសសរទៅពួននឹងភ្នំរបស់ព្រះវិហារនៅខាងលើចំណែកទ័ពរបស់ប៊ូនិងយិនបានតាមមកដល់វត្តព្រះធាតុហើយក៏បានចូលព័ទ្ធវត្តនេះតែម្ដងពួកគេទាំងពីរបានជាយាមស្វែងរកអាចារ្យស្វានៅក្នុងវត្តនេះប៉ុន្តែរកយ៉ាងណាក៏រកមិនឃើញនៅពេលដែលចិត្តចេញត្រឡប់មកវិញហើយប៊ូក៏បានក៏លេចទៅឃើញព្រះវិហារប៊ូក៏បានឡើងមកព្រះវិហារតែម្ដងនៅពេលដែលកំពុងតែថ្វាយបង្គំព្រះ
ប៊ូមិនបានចាប់អារម្មណ៍ថាមានភ្នែកមួយគូកំពុងសម្លឹងខ្លួនឡើយតែចៃដន្យអីនៅពេលនោះប៊ូក៏បានសម្លឹងភ្នែកទៅកាន់ធ្នឹមវិហារក៏ស្រាប់តែឃើញអាចារ្យស្វាតែម្ដងប៊ូបានសរសៀចេញមកពីក្រៅវិហារវិញហើយទៅប្រាប់យិនថាឃើញអាចារ្យស្វានៅលើធ្នឹមវិហារពួកគេទាំងពីរបានយកកាំភ្លើងម្នាក់ម្ដាមចូលទៅខាងក្នុងហើយប៊ូបានស្រែកទៅអាចារ្យស្វាថាអាស្វាចុះមកក្រោមមកប៉ុន្តែអាចារ្យស្វាមិនបានឆ្លើយឡើយហើយប៊ូហៅពី3ម៉ាត់ហើយនៅតែមិនឆ្លើយប៊ូក៏សម្រេចចិត្តកេះកៃកាំភ្លើងផ្ទុះភោងធ្វើឲ្យអាចារ្យស្វាធ្លាក់ពីលើធ្នឹមវិហារនៅពេលនោះតែម្ដងមុននឹងស្លាប់អាចារ្យស្វាបាននិយាយនៅពាក្យមួយឃ្លាបែបនេះថាហេតុតែលោកនឹងបនស័កសុកចិត្តសម្លាប់ជាតិឯងហើយអាចារ្យស្វាក៏បានដាច់ខ្យល់ស្លាប់នៅគ្រានោះទៅបន្ទាប់ពីបានស្ដាប់នៅឃ្លាចុងក្រោយរបស់អាចារ្យស្វាដែលមុននឹងស្លាប់នោះអ្នកដែលបានចូលរួមទៅតាមសម្លាប់អាចារ្យស្វាទាំងអស់នោះមានទឹកមុខក្រៀមក្រំម្នាក់គិតថាខ្លួនបានចាញ់បោកគេដែលបានរួមគ្នាតាមសម្លាប់អាចារ្យស្វាអ្នកខ្លះក៏បានបោះដំបងបោះកំបិតចោលហើយដើរចេញត្រឡប់ទៅវិញហើយអ្នកខ្លះទៀតក៏បានក្រវីក្បាលហើយអង្គុយសិញ្ចិចសិញ្ចឹងនៅឯក្រៅវិហារក៏មានមនុស្សមួយចំនួនមិនបាននិយាយស្ដីអ្វីឡើយពួកគេគ្រាន់តែដើរចេញពីទីនោះដោយមិនងាកក្រោយតែម្ដងនៅសម័យនោះផងដែរគេចោទថាអាចារ្យស្វាគឺជាមនុស្សក្បត់ជាតិជាមនុស្សដែលគិតតែពីអំណាចនិងចង់ប្លន់រាជបល្ល័ង្ករបស់ព្រះមហាក្សត្រប៉ុន្តែពាក្យថាក្បត់ជាតិឬក៏ស្នេហាជាតិឬក៏យ៉ាងណានោះសូមប្រិមិត្តមេត្រាត្រេរិះនិងស្វែងយល់ដោយខ្លួនឯងហើយពិចារណាដោយត្រឹមត្រូវខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា